Càng nghỉ bạn ấy tỏ cái để dùng vì bài body càng thừa càng nghỉ cứ miền chán để tông cho mình đang vị trí sang có đôi chia càng thừa càng nghỉ và đây là trong bên ấy trong miền sườn núi muối trong trang số tất cả người ở Việt Nam tá សម្រាប់អ្នកទាំងអស់គ្នាតែអ្នកទាំងអស់គ្នាមានរបៀបធ្វើការងារបែបណាដែរសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកពីវិធីនៅក្នុងការធ្វើការងារហើយអ្នកទាំងអស់គ្នាអាចគិតមើលថាតើយើងស្ថិតនៅក្នុងរបៀបនៃការធ្វើការងារបែបណាអញ្ចឹងរបៀបការធ្វើការងារទី1គឺយើងហៅថា discipline ហើយរបៀបការធ្វើការទី2គឺ motivation អញ្ចឹងត្រង់ពីចំណុចហ្នឹងតើមានភាពខុសគ្នាបែបណាដែរតើតោងជាមួយនឹងការងារដែលយើងហៅថាមានការងារជា discipline ហើយនឹងមួយទៀតគឺការងារបែប motivation ហ្នឹងអញ្ចឹងតើតោងមួយនៅចំណុចទី1ដែលខ្ញុំចង់លើកឡើងគឺតើតោងជាមួយនឹងការធ្វើការងារដែលមាន discipline ដែលយើងនិយាយសាមញ្ញថាមានវិន័យនៅក្នុងការធ្វើការអញ្ចឹងសម្រាប់បុគ្គលដែលគាត់ធ្វើការងារដែលមានវិន័យនៅក្នុងការធ្វើការងារគាត់អត់ត្រូវការលើកទឹកចិត្តខ្លាំងពីព្រោះអីគាត់គឺជាបុគ្គលិកម្នាក់ឬក៏ជាអ្នកធ្វើការងារម្នាក់ដែលមានការតាំងចិត្តខ្ពស់ឬក៏មានការ commitment ខ្ពស់នៅក្នុងការធ្វើការងារគាត់មានទំនួលខុសត្រូវខ្ពស់គាត់តែងតែធ្វើការដោយយកចិត្តទុកដាក់ហើយគាត់តែងតែធ្វើការទៅតាមអ្វីដែលស្ថាប័នឬក្រុមហ៊ុនមួយដែលគាត់កំពុងធ្វើការហ្នឹងគឺគាត់តែងតែធ្វើឲ្យអស់ពីចិត្តហើយនឹងគាត់ធ្វើទៅតាមតម្រូវការរបស់ក្រុមហ៊ុនដែលគាត់កំពុងធ្វើហើយជាពិសេសគឺគាត់តែងតែជាបុគ្គលិកម្នាក់ដែលមាន commitment high commitment ន័យថារាល់ការងារដែលគាត់ធ្វើឬក៏ការងារដែលគាត់បំពេញគឺតែងតែទទួលបានលទ្ធផលល្អហើយតែងតែមិនត្រូវការលើកទឹកចិត្តច្រើនទេហើយចំណុចទី2គឺតកតងជាមួយនឹងរបៀបការធ្វើការដែល motivation ដែលត្រូវការ motivation ខ្ញុំលើកឡើងនេះមិនមែនបញ្ជាក់មានន័យថាការធ្វើការងារបែប motivation ហ្នឹងអត់ទទួលបានលទ្ធផលឬក៏លទ្ធផលមិនល្អឬក៏បរាជ័យនៅក្នុងការធ្វើការងារក្នុងស្ថាប័នណាមួយទេខ្ញុំចង់ប្រៀបធៀបគ្រាន់ថាបើយើងធ្វើការដោយគេថាបែប motivation ន័យថារាល់ការងារទាំងអស់ដែលខាងស្ថាប័នដាក់ឲ្យយើងធ្វើហើយយើងជាបុគ្គលិកហ្នឹងគឺយើងតែងតែទាមទារការលើកទឹកចិត្តហើយយើងតែងតែគេថាចង់បានការសរសើរពីអ្នកដទៃដើម្បីធ្វើការងារហ្នឹងអញ្ចឹងរាល់ការងារទាំងអស់ពេលដែលយើងចាប់ផ្ដើមធ្វើគឺយើងតែតែមានចិត្តមួយថាអត់ចង់ធ្វើដោយសារតែត្រូវការលើកទឹកចិត្តសិនដោយសារតែមានការចង់បានពីពាក្យសរសើរពីអ្នកនេះពីអ្នកនោះដើម្បីមកធ្វើការហើយជាក់ស្ដែងទៅអ្នកដែលធ្វើការដែលជ្រើសរើសរបៀបនៃការធ្វើការដោយលើកទឹកចិត្តហ្នឹងគឺជាទូទៅ commitment របស់គាត់ហ្នឹងគឺរៀងទាបហើយលទ្ធផលនៃការធ្វើការងារហ្នឹងក៏អត់សូវបានខ្ពង់ខ្ពស់អត់សូវបានជាផលសម្រេចផ្លែផ្កាច្រើនដែរប៉ុន្តែខ្ញុំមិនមែននិយាយអញ្ចឹងខ្ញុំលើកតកតងមួយការងារថាការធ្វើការដែលមាន discipline ហ្នឹងទទួលបានលទ្ធផលខ្ពស់ជាងធ្វើការដែល motivation ទេជាក់ស្ដែងទៅការធ្វើការរបៀបនៃការធ្វើការទាំងពីរហ្នឹងគឺវាប្រតិកលាគ្នាបាទអ្នកទាំងអស់គ្នាគិតថាការធ្វើការងារដែលមាន discipline វាទទួលបានលទ្ធផលល្អជាងយើងអាចជ្រើសរើសការធ្វើការដែលមាន self discipline នឹងខ្លួនឯងតែបើសិនយើងគិតថាការធ្វើការងារដែលត្រូវការ motivation ហ្នឹងវាទទួលបានលទ្ធផលល្អជាងយើងអាចជ្រើសរើសការងារដែលយើងគិតថាធ្វើទៅវាទទួលបានផ្លែផ្កាដោយយើងជ្រើសរើស motivation តែសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទាំងពីរដោយសារខ្ញុំគិតថាការធ្វើការងារបើសិនជាយើងជ្រើសរើសនៅការងារមួយដែលយើងមានទាំង self discipline ខ្លួនឯងផងហើយយើងមានរបៀបនៃការធ្វើការងារដែល environment នៃការយើងធ្វើការងារហ្នឹងវាពោពេញទៅដោយការលើកទឹកចិត្តទេអាហ្នឹងគឺរត់តែល្អតែម្ដងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទាំងពីរអ្នកនរគ្នាតែអ្នកនរគ្នាឃើញនៅចំណុចមួយណាដែលអ្នកនរគ្នាបានជ្រើសរើសនៅ